បាទសូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអន្តរជាតិនៅពេលនេះគឺព្រឹកថ្ងៃអាទិត្យទី14ខែមិថុនាឆ្នាំ2026ណាម៉ោងនៅសហរដ្ឋអាមេរិកគឺពេលព្រឹក ហើយនៅកម្ពុជានោះគឺពេលយប់ទៅហើយណាយប់ថ្ងៃអាទិត្យទី14មិថុនា2026នៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិនេះខ្ញុំសម្រាប់យកព័ត៌មានចំនួន3មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាគឺទី1នេះគឺជាការសរសេររបស់ប្រមុខការទូតកម្ពុជាគឺរដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជាលោកប្រាក់សុខុនបានសរសេរទៅសារព័ត៌មាន Asia Times ណាសម្ដែងនៅមតិរបស់លោកពាក់ព័ន្ធជាមួយនឹងការដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយនឹងប្រទេសថៃដោយប្រើយន្តការ UNCLOS របស់អង្គការសហប្រជាជាតិក្រោមនីតិវិធីផ្សះផ្សាដំណោះដោយបង្ខំណាបាទដែលលោកចាត់ទុកថាជាមាគ៌ាមួយឆ្ពោះទៅរកសន្តិភាពនឹងថៃហើយព័ត៌មានទី2នេះគឺមានការវាយប្រហារគ្នារវាងអ៊ីស្រាអែលជាមួយនឹងក្រុម Hezbollah ហើយពេលនោះអ៊ីស្រាអែលក៏វាយប្រហារចំទីក្រុង Beirut ដែលជារដ្ឋធានីរបស់ប្រទេសលីបង់ប៉ុន្តែក្រោយពីការវាយប្រហារមកគឺលោកត្រាំបានស្នើឲ្យមានភាពស្ងប់ស្ងាត់ឡើងវិញពីព្រោះអាចនឹងធ្វើឲ្យខូចខាតទៅដល់កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននៅសន្តិភាពជាមួយនឹងប្រទេសអ៊ីរ៉ង់ហើយព័ត៌មានចុងក្រោយនេះគឺអ៊ុយក្រែនបានប្រើ drone វាយប្រហារចាប់ឃ្លាំងសាំងរបស់រុស្ស៊ីនៅតំបន់អូរយ៉ូលបាទហើយបានសម្លាប់មនុស្សឲ្យចំនួន1នាក់ផងដែរនិងរបួសជាច្រើននាក់បាទនេះជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិបាទព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Asia Times បាទប៉ុន្តែវាជាការសរសេរមួយរបស់រដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជាគឺលោកប្រាក់សុខុនបានសរសេរទៅសារព័ត៌មាននោះហើយសូមបើកមុខកញ្ចក់មុនគឺដោយដែលខ្ញុំធ្លាប់បានប្រាប់ប្រិយមិត្តពីដើមមកហើយអ្នកដែលចូលក្នុងកម្មវិធីខ្ញុំតាំងពីដើមមកតាំងពីមានទំនាស់ជាមួយនឹងថៃដំបូងនេះគឺនេះជាផ្នែកមួយណានេះជាផ្នែកមួយដែលប្រមុខការទូតទៅសរសេរទៅគេហៅថា op ed នោះបាទនេះគឺនៅក្នុងព័ត៌មាននេះគេហៅថា opinion ជាមតិបាទអញ្ចឹងនេះគឺជាអ្វីដែលកម្ពុជាខិតខំប្រឹងប្រែងផ្នែកការទូតជាផ្នែកព័ត៌មានដោយដែលប្រិមិត្តមួយចំនួនធ្លាប់សួរខ្ញុំថាថៃបង្កើនយុទ្ធនាការព័ត៌មានតែកម្ពុជាទៅធ្វើម៉េចខ្ញុំបាននិយាយប្រាប់គឺថាមានយុទ្ធសាស្ត្រឆ្វៃមុខព្រួយនោះបាទនេះគឺជាមុខព្រួយមួយដែលព័ត៌មានការទូតដោយបាទអញ្ចឹងឥឡូវនេះសូមចែករំលែកនៅអត្ថបទដែលជាការសរសេររបស់លោកប្រាក់សុខុនដែលជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជាហើយសារព័ត៌មាន Asia Times បានចុះផ្សាយចឹងខ្ញុំសូមបកប្រែទូទៅណាបកប្រែទូទៅមិនអត់ទាំងអស់ទេគឺគាត់ថាទូទៅជូនប្រិយមិត្តទាំងអស់គ្នាតាមការសរសេររបស់លោកប្រាក់សុខុនបានឲ្យដឹងថានៅថ្ងៃទី2ខែមិថុនាប្រទេសកម្ពុជាបានធ្វើក្រោមដំណើរការផ្សះផ្សាដោយបង្ខំជាមួយប្រទេសថៃក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UNCLOS យើងបានធ្វើដូច្នេះដើម្បីការពារអធិបតេយ្យភាពជាតិនិងសិទ្ធិសមុទ្ររបស់យើងបន្ទាប់ពីប្រទេសថៃបានដើរចេញដោយឯកតោភាគីពីអនុសារណៈយោគយល់គ្នាធ្វើភាគីដែលមានវ័យ25ឆ្នាំឬក៏ច្បាស់25ឆ្នាំអនុសារណៈយោគយល់គ្នានោះមានបំណងសម្រួលដល់កិច្ចព្រមព្រៀងមួយលើកន្លែងមួយនៅនឹងកន្លែងដែលព្រំដែនសមុទ្រគួរតែត្រូវបានគូសវាសរវាងប្រទេសទាំងពីរនិងរបៀបដែលកំណប់ព្រេងនិងឧស្ម័នក្រោមសមុទ្រដ៏មានតម្លៃគួរតែត្រូវបានចែករំលែកចាប់តាំងពីពេលនោះមកប្រទេសថៃបានយល់ព្រមចូលរួមក្នុងដំណើរការផ្សះផ្សា UNCLOS នេះគឺជាជំហានវិជ្ជមាននិងគួរឲ្យស្វាគមន៍ទោះជាយ៉ាងណាក៏ដោយសារៈសំខាន់នៃគឺធំជាងចំនួនរវាងប្រទេសទាំងពីរវាផ្ដល់ឲ្យយើងទាំងអស់គ្នានៅឱកាសដើម្បីបោះជំហានរួមគ្នានៅកម្រិតអន្តរជាតិតំបន់និងមូលដ្ឋាន
ទី1 វាគឺជាឱកាសសម្រាប់សហគមន៍អន្តរជាតិ មហាអំណាចរដ្ឋបាលនិងរដ្ឋតូចៗដើម្បីមើលឃើញច្បាប់អន្តរជាតិមានប្រសិទ្ធភាពសកម្ម ហើយនៅពេលវេលាដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រហើយផ្ដល់ការគាំទ្រដល់ការដោះស្រាយជម្លោះដោយសន្តិវិធីក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិនៅពេលដែលសណ្ដាប់ធ្នាប់ពហុភាគីដែលផ្អែកទៅលើច្បាប់កំពុងស្ថិតក្រោមការរងសម្ពាធ ទី2វាជាឱកាសមួយសម្រាប់សហគមន៍អាស៊ានដើម្បីទាញយកអត្ថប្រយោជន៍ពីប្រវត្តិសាស្ត្រដ៏សម្បូរបែបនៃការគាំទ្រគ្នាទៅវិញទៅមករបស់តំបន់និងកេរ្តិ៍ឈ្មោះដ៏ស័ក្តិសមរបស់អង្គការនេះក្នុងនាមជាគំរូនៅលើឆាកអន្តរជាតិហើយទី3វាជាឱកាសមួយសម្រាប់ប្រទេសថៃនិងកម្ពុជាដែលជាប្រទេសជិតខាងដែលមានប្រវត្តិរួមគ្នារាប់សតវត្សមកហើយដើម្បីបោះជំហានចេញពីការប្រឈមមុខដាក់គ្នានិងជ្រើសរើសសន្តិភាពមានហេតុផលសម្រាប់ទំនុកចិត្តកាលពី10ឆ្នាំមុនការផ្សះផ្សាដោយបង្ខំក្រោមច្បាប់ UNCLOS បានដោះស្រាយចំនួនដែនសមុទ្ររវាងទីម័រខាងកើតនិងអូស្ត្រាលីដែលហាក់ដូចជាពិបាកដោះស្រាយវាមិនស៊ីមេទ្រីរវាងរដ្ឋទាំងពីរនោះគឺជាក់ស្ដែងសន្តិភាពមិនស៊ីមេទ្រីរវាងរដ្ឋទាំងពីរនោះគឺជាក់ស្ដែងចំនួនប្រជាជនអូស្ត្រាលីមានចំនួនច្រើនជាង20ដងផលិតផលក្នុងស្រុករបស់ខ្លួនមានចំនួនជិត500ដងនិងការចំណាយយោធារបស់ខ្លួនមានប្រហែល1000ដងខ្ពស់ជាងដោយប្រឈមមុខនឹងអតុល្យភាពនោះទីម័រខាងកើតបានស្វែងរកជំនួយពីអ្នកជំនាញអន្តរជាតិដើម្បីបំបែកភាពជាប់គាំងតាមរយៈការផ្សះផ្សាដឹកនាំដោយអង្គការសហប្រជាជាតិនិងយល់ព្រមលើព្រំដែនសមុទ្រអចិន្ត្រៃយ៍ដំបូងឡើយអូស្ត្រាលីបានប្រឆាំងនឹងដំណើរការនេះប៉ុន្តែត្រឹមតែ2ឆ្នាំក្រោយមកសន្ធិសញ្ញាប្រវត្តិសាស្ត្រមួយត្រូវបានចុះហត្ថលេខាសម្រាប់ទីម័រខាងកើតកិច្ចព្រមព្រៀងនេះគឺជាជោគជ័យដែលផ្លាស់ប្ដូរប្រទេសជាតិប៉ុន្តែអូស្ត្រាលីក៏បានសរសើរលទ្ធផលនេះផងដែរតើហេតុអ្វីដោយសារតែប្រទេសទាំងពីរបានយល់ព្រមអនុវត្តតាមនីតិរដ្ឋអន្តរជាតិមិនមែនការគ្រប់គ្រងរបស់អ្នកខ្លាំងលើអ្នកខ្សោយនោះទេលោកស្រី Julia Bishop រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីនៅពេលនោះបាននិយាយថាសន្ធិសញ្ញានេះឆ្លុះបញ្ចាំងពីសារៈសំខាន់នៃ UNCLOS និងបង្ហាញពីរបៀបដែលច្បាប់អន្តរជាតិអាចឲ្យប្រទេសនានាដោះស្រាយជម្លោះរបស់ពួកគេដោយសន្តិវិធីគំរូនោះនិយាយដោយផ្ទាល់សម្រាប់ប្រទេសកម្ពុជានិងប្រទេសថៃនាពេលបច្ចុប្បន្នដំណើរការផ្សះផ្សា UNCLOS នឹងតម្រូវឲ្យមានសុឆន្ទៈពីភាគីទាំងពីរវាក៏នឹងតម្រូវឲ្យមានភាពស៊ីសង្វាក់គ្នានិងភាពជាក់ស្ដែងផងដែរភាពស៊ីសង្វាក់គ្នាគឺមានសារៈសំខាន់ក្នុងករណីទីម័រខាងកើតអូស្ត្រាលីមានឱកាសគ្រប់យ៉ាងដើម្បីផ្អាកការចូលរួមរបស់ខ្លួនក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងការចរចាជាមួយទីម័រខាងកើតដែលត្រូវបានត្រួតពិនិត្យដោយគណៈកម្មការផ្សះផ្សាប៉ុន្តែអូស្ត្រាលីមិនធ្វើដូច្នោះទេអូស្ត្រាលីបានចូលរួមជាប់លាប់ជាប្រចាំជាលទ្ធផលទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរបានប្រសើរឡើងហើយនៅទីបញ្ចប់សន្ធិសញ្ញាព្រំដែនសមុទ្រត្រូវបានព្រមព្រៀងគ្នាភាពជាក់ស្ដែងក៏មានសារៈសំខាន់ដូចគ្នាដែរចំនួនកម្ពុជាថៃមិនមែនគ្រាន់តែជាបញ្ហាផ្លូវច្បាប់អរូបីនោះទេវាទាក់ទងទៅនឹងតំបន់សមុទ្រពិតប្រាកដនិងធនធានធម្មពលពិតប្រាកដធនធានដែលអាចរួមចំណែកដល់សន្តិសុខសេដ្ឋកិច្ចនិងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរនិងតំបន់ទូលំទូលាយដំណើរការមួយដែលពិភាក្សាតែអំពីខ្សែបន្ទាត់នៅលើផែនដីនៅលើផែនទីខណៈដែលបដិសេធមិនដោះស្រាយអ្វីដែលស្ថិតនៅក្នុងខ្សែបន្ទាត់នោះនឹងធ្វើឲ្យបញ្ហាសំខាន់មិនទាន់ដោះស្រាយបានកម្ពុជាមិនបានស្នើឲ្យគណៈកម្មការសម្របសម្រួលUNCLOSដាក់ចំហាយតែមួយជំហាននោះទេយើងកំពុងស្នើសុំឲ្យដំណើរការដោះស្រាយបញ្ហានេះដោយដែលវាមានគឺចំនួនព្រំដែនសមុទ្រដែលតែងតែជាប់ទាក់ទងនឹងសម្រួលនៃការអភិវឌ្ឍធនធានធម្មពលដោយសន្តិវិធីយើងទទួលស្គាល់ថាប្រទេសថៃមានផលប្រយោជន៍ជាតិកម្ពុជាក៏មានផលប្រយោជន៍ជាតិដែរច្បាប់អន្តរជាតិមិនតម្រូវឲ្យភាគីណាមួយបោះបង់ចោលផលប្រយោជន៍ទាំងនោះទេវាទាមទារឲ្យភាគីទាំងពីរបន្តដោះស្រាយដោយសន្តិវិធីដោយគោរពនិងក្នុងក្របខ័ណ្ឌដែលមានមូលដ្ឋាននៃច្បាប់
ការបដិញ្ញាចិត្តដូចគ្នាចំពោះដំណោះស្រាយដោយសន្តិវិធីត្រូវតែពង្រីកដល់ព្រំដែនគោករួមរបស់យើងបទចម្បាញ់បច្ចុប្បន្នរវាងកម្ពុជានិងថៃនៅតែបន្តមានប៉ុន្តែវាផុយស្រួយកម្ពុជានៅតែមានការព្រួយបារម្ភអំពីស្ថានភាពនៅលើដីនៅក្នុងតំបន់ដែលកាន់កាប់ក្នុងទឹកដីកម្ពុជាព្រំដែននិងអធិបតេយ្យភាពមិនត្រូវផ្លាស់ប្ដូរដោយបង្ខំឬដោយជាក់ស្ដែងឡើយនៅលើដីគោកក៏ដូចជានៅលើសមុទ្រដែរការប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននៅច្បាប់អន្តរជាតិនិងសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានសព្ទក៏ដូចជាការសន្ទនាសេចក្តីស្មោះត្រង់និងការគោរពគ្នាទៅវិញទៅមកជាគន្លឹះក្នុងការធានាថាអធិបតេយ្យភាពបូរណភាពទឹកដីនិងព្រំដែនអន្តរជាតិត្រូវបានគោរពកម្ពុជានៅតែត្រៀមខ្លួនដើម្បីចូលរួមដោយសន្តិវិធីនិងស៊ីសង្វាក់គ្នាជាមួយប្រទេសថៃលើបញ្ហាទាំងអស់ដែលយើងប្រឈមមុខទាំងនៅលើដីគោកនៅលើសមុទ្រនិងនៅលើសមុទ្រមានយន្តការដ៏មានប្រសិទ្ធភាពក្នុងការធ្វើដូច្នេះដោយដែលដំណើរការអ៊ុនខ្លងសម្រាប់សមុទ្របានបង្ហាញកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសថៃដែលជាប្រទេសជិតខាងជិតស្និទ្ធមួយដែលមានការបដិញ្ញាចិត្តរួមគ្នាចំពោះសន្តិភាពនិងវិបលភាពនៅក្នុងតំបន់របស់យើងយើងត្រូវតែបន្តពិភាក្សាគ្នាទោះជាក្នុងតម្លៃណាក៏ដោយនៅពេលដែលហានិភ័យខ្ពស់បែបនេះតំបន់សមុទ្រមិនត្រូវក្លាយជាចំណុចនៃការមិនទុកចិត្តគ្នាមួយផ្សេងទៀតឡើយហើយព្រំដែនគោកមិនត្រូវមានភាពតានតឹងកើនឡើងបន្ថែមទៀតនោះទេផ្ទុយទៅវិញកម្ពុជានិងថៃគួរតែធ្វើតាមប្រពៃណីនៃរបៀបដែលរដ្ឋអាស៊ីអាគ្នេយ៍ដោះស្រាយចំនួនដល់សំណុំរឿងទីមួខាងកើតបានចាប់ផ្ដើមដោយភាពមិនចុះសម្រុងគ្នាហើយបានបញ្ចប់ដោយកិច្ចព្រមព្រៀងវាបានចាប់ផ្ដើមដោយភាពមិនប្រកបវិជ្ជានិងបានបញ្ចប់ដោយផុសតាងដែលថាការផ្សះផ្សាដោយបង្ខំក្រមច្បាប់អន្តរជាតិអាចបំបីភាពជាប់គាំងនិងដោះស្រាយចំនួននៅពេលដែលទ្វេភាគីនិយមបានដំណើរការកម្ពុជាស្វាគមន៍ការចូលរួមរបស់ប្រទេសថៃនៅក្នុងដំណើរការផ្សះផ្សា UNCLOS យើងស្នើសុំឲ្យគ្រប់ភាគីទាំងអស់ចូលរួមដោយស្មោះត្រង់ប្រជាជនរបស់យើងតំបន់របស់យើងនិងពិភពលោកនឹងធ្វើជាសាក្សីបាទនេះគឺជាអ្វីដែលលោកប្រាក់សុខុនបានសរសេរទៅសារព័ត៌មាន Asia Times ឲ្យបានចុះផ្សាយកាលពីថ្ងៃទី13ណា13ខែមិថុនានេះហើយចុះខ្ញុំសូមដកស្រង់មកជម្រាបជូនប្រិយមិត្តតែប៉ុណ្ណឹងហើយសូមបើកមុខកញ្ចក់បន្ថែមដើម្បីជាការពន្យល់ទៅដល់ប្រិយមិត្តមួយចំនួនដែលចង់ដឹងអញ្ចឹងដូចដែលខ្ញុំបានពន្យល់ក្នុងពេលកន្លងមកហើយគឺបាទសំខាន់ណាស់ដែលក្នុងពេលដែលមានស្ថានភាពអ្វីមួយអញ្ចឹងរដ្ឋមន្ត្រីក្រសួងការបរទេសគាត់សរសេរអបអរទៅសារព័ត៌មានសំខាន់ធំគុំអតិចឹងដើម្បីពន្យល់អំពីជំហររបស់ខ្លួនទៅអន្តរជាតិឲ្យបានឃើញបាទដូច្នេះប្រិមិត្តស្ដាប់ហើយតើនៅក្នុងនេះមានចំណុចសំខាន់យ៉ាងណាខ្លះពិចារណាខ្ញុំគ្រាន់តែបង្ហាញបង្ហើបឲ្យឃើញមួយចំនួនគឺជាការមួយដែលខ្ញុំមិនចង់ប្រើពាក្យថាខោកទេណាប៉ុន្តែវាមានលក្ខណៈបែបនោះគឺបានន័យថារំលឹកប្រើពាក្យរំលឹកវាល្អជាងរំលឹកឲ្យថៃអំពីអត្តបកិច្ចជាអន្តរជាតិរបស់ប្រទេសនីមួយៗបាទវាប្រឈរទៅលើច្បាប់អន្តរជាតិទៅយ៉ាងម៉េចហើយក៏ជាការមួយដែលបាទរំលឹកជាការឆ្លើយតបទៅនឹងថៃដែលគាត់និយាយអីអ្វីក៏ដោយដែលគាត់ថាផលប្រយោជន៍ជាតិថៃមិនឲ្យបាត់ផលប្រយោជន៍ជាតិថៃមិនឲ្យបាត់អញ្ចឹងនៅក្នុងអត្ថបទគាត់ថាកម្ពុជាក៏មានផលប្រយោជន៍ដែរមិនមែនមានតែផលប្រយោជន៍ថៃទេមិនមែនចូលមករួមដំណើរការនេះឲ្យថៃបោះបង់ផលប្រយោជន៍របស់ខ្លួនចោលឯណាគឺមកដើម្បីការពារផលប្រយោជន៍ថៃរបស់ខ្លួនឯងហ្នឹងតែទៅក្រោមច្បាប់អន្តរជាតិបាទហើយវាជាការសំខាន់ដែលដែលត្រូវចូលរួមហើយមិនត្រឹមតែប៉ុណ្ណោះទេនៅក្នុងនោះក៏បាននិយាយទៅដល់ការដោះស្រាយបញ្ហានៅដែនគោកផងដែរផ្លូវនៅដីផងដែរដែលនាយករដ្ឋមន្ត្រីថៃគាត់បាននិយាយថាអញ្ចឹងមិនដោះស្រាយតែឥឡូវដោះស្រាយតែអ៊ុនខ្លះអីចឹងទៅបាទរដ្ឋមន្ត្រីការបរទេសកម្ពុជារំលឹកឡើងវិញឲ្យប្រើសម្ដីការទូតបាទសម្ដីការទូតដោយមិនឆ្លើយចងៀងចងាងទៅវិញទៅមកថាហេណែឯងមិនមែនដោះហើយការទូតនៅសមុទ្រហ្នឹងទេគឺនៅដីគោកអញ្ចឹងដែរចឹងដូច្នេះប្រិមិត្តអាចរៀនរបៀបនៃការឆ្លើយរបៀបការទូតរបៀបនិយាយនៅឆាកអន្តរជាតិ
គឺនិយាយសាមញ្ញដូចតែខ្ញុំនិយាយចឹងសាមញ្ញគឺបើអ្នកសាមញ្ញធម្មតាឡើងបណ្ដាញសង្គម Facebook គាត់ថាអេមិនទៅនិយាយតែរឿងព្រំដែនសមុទ្រទេរឿងគុកក៏និយាយដែរមិនអីឥឡូវវាញ៉ៃញ៉ៃមកជួបអីខ្ញុំដីអីបាទភាសាការទូតគេនិយាយបែបហ្នឹងតែន័យនឹងដូចគ្នាបាទនេះគឺចឹងដូច្នេះប្រិយមិត្តអាចនឹងស្ដាប់ឡើងវិញហើយពិនិត្យមើលណារបៀបនៃការប្រើប្រាស់ពាក្យពេចន៍ហើយចំណុចចុងក្រោយមួយទៀតដែលខ្ញុំរំលឹកហើយរំលឹកទៀតសម្រាប់ប្រិយមិត្តមួយចំនួនជាពិសេសមួយណាដែលរៀនបាទបើក្មួយឡើងទៅនិយាយតាម Facebook អង្គុយនិយាយ2ម៉ោងក៏អត់ចប់ទេអ្នកខ្លះប្រកែកវោហារសាស្ត្រណាក៏ប៉ុន្តែបើឲ្យមកសរសេរឯកសារបែបនេះតើសរសេរបានទេយើងមើលសមត្ថភាពខ្លួនឯងមិនបាច់ឆ្លើយខ្ញុំថាអាចសរសេរបានទេដែលមានលក្ខណៈណេញមកអត្ថបទនេះសរសេរល្អណាស់បាទសរសេរល្អមិនមានឯកសារផ្លូវច្បាប់មានអំណាចអីណាតើក្មួយចំណាយពេលប្រមាណដើម្បីសរសេរចំណាយពេលប្រហែលដើម្បីសរសេរអ្នកខ្លះនិយាយ3ម៉ោងនៅតាមបណ្ដាញសង្គមក៏បានដែរណាប៉ុន្តែឲ្យសរសេរនេះមួយខែមិនហើយជួនកាលអ្នកខ្លះសរសេរមួយឆ្នាំអត់ចេញទេសរសេរប៉ុណ្្នឹងឯងបាទជាភាសាអង់គ្លេសអញ្ចឹងសរសេរចេញបាទអត់មានសរសេរអីចេញមក50ទំព័រទៅឲ្យគេចុះផ្សាយគេអត់ចុះផ្សាយឲ្យទេបាទគឺគេមើលខ្លឹមសារអញ្ចឹងបាទតើវាមិនមានន័យយ៉ាងម៉េចខ្លឹមសារយ៉ាងម៉េចបាទអញ្ចឹងត្រូវរៀនខ្លួនយើងអភិវឌ្ឍខ្លួនយើងបន្ថែមទៀតណាបាទខ្ញុំចែករំលែកនេះគឺជាចំណេះដឹងដល់ប្រិមិត្តផងដែរហើយទៅពង្រឹងខ្លួនណាហើយចំណុចមួយទៀតជាកលឹះសំទោសជាកលឹះផងដែរជារបៀបធ្វើការណានឹងខ្ញុំបង្ហាញពីក្រោយឆាកឲ្យប្រិមិត្តដឹងហើយគឺលោកប្រាក់សុខុនមិនសរសេរខ្លួនឯងទេបាទគឺអ្នកជំនាញសរសេរអាចអ្នក communication របស់គាត់ហ្នឹងអញ្ចឹងបើបងប្អូនកាន់ខាងព័ត៌មានគឺត្រូវចេះសរសេរហ្នឹងឬក៏ខាងអ្នកជំនាញនាយកដ្ឋានដែលទទួលបន្ទុកកិច្ចការងារហ្នឹងគេសរសេរបាទសរសេរហើយគេមានក្រុមអ្នកច្បាប់គេពិនិត្យមើលខ្លឹមសារអស់ហើយបានយកទៅឲ្យរដ្ឋមន្ត្រីគាត់ពិនិត្យមើលគាត់ព្រមគាត់កែកន្លែងណាគាត់ថយកន្លែងណាដកកន្លែងណាថែមកន្លែងណាបានគាត់ព្រមហើយបានឲ្យខាងpublic relation ឬក៏ខាងព័ត៌មានគេបញ្ជូនទៅសារព័ត៌មានគេតាក់ទងឃើញទេគេតាក់ទងគ្នាអញ្ចឹងគឺរបៀបនៃការធ្វើការរបៀបអញ្ចឹងខ្ញុំបញ្យល់បន្តិចពីព្រោះខ្ញុំធ្លាប់សរសេរឲ្យប្រធានរបស់ខ្ញុំប្រធាន UN នៅស្រុកខ្មែរហ្នឹងគឺយូរមិនមែនតម្រាំចេញមួយបើដំបូងយើងទៅសរសេរខ្លួនឯងសេ draft ហើយយកទៅឲ្យក្រុមខាងបច្ចេកទេសហ្នឹងគេមើលពួកនឹងព្រមកែថែមថយហើយបានយកទៅឲ្យប្រធានយើងគាត់កែយើងយកមកកែគាត់អាន2 3ដងហើយបានគាត់ទុក2ថ្ងៃសិនណាគាត់ទំនេរយ៉ាងគាត់អានហើយគាត់មើលទៅគាត់ថាអូស្របហើយជួនកាល2ថ្ងៃក្រោយមកគាត់ដូរចិត្តហ្នឹងតម្រាំគាត់កែព្រមឲ្យយើងទៅបញ្ជូនទៅសារព័ត៌មានណាវាអញ្ចឹងរឿងវារបៀបគេធ្វើការអញ្ចឹងក្មួយសម្រាប់បងណាចេះខ្ញុំមិនបាច់និយាយខ្ញុំគាត់បញ្យល់ទៅដល់ក្មួយឲ្យយល់បន្ថែមទៀតរបៀបធ្វើការគេធ្វើអញ្ចឹងណាក្មួយណាបាទអញ្ចឹងសូមបាទព័ត៌មានទី2គឺរឿងនៅក្នុងប្រទេសអ៊ីស្រាអែលហើយនិងលីបង់ម្ដងមកតំណហ្នឹងបើយោងតាមសេចក្តីរាយការណ៍របស់ New York Times បានឲ្យដឹងថាអ៊ីស្រាអែលបានវាយប្រហារទៅលើតំបន់ជាយក្រុងបេរុតបន្ថែមទៀតហើយនៅថ្ងៃអាទិត្យនេះដែលជាការមួយធ្វើឲ្យមានភាពមិនប្រកបប្រជាតាក់ទងជាមួយនឹងកិច្ចព្រមព្រៀងសន្តិភាពដែលអាចនឹងសម្រេចបានរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសអ៊ីរ៉ង់បាទបន្ទាប់ពីលោកប្រធានាធិបតី Donald Trump ហើយនិងមន្ត្រីអ៊ីរ៉ង់ណាគាត់បានផ្ដល់នៅពេលវេលាខុសគ្នាពាក់ព័ន្ធជាមួយនឹងថាតើត្រូវចុះហត្ថលេខានៅពេលណាពីព្រោះអីលោក Trump លោកចង់បានចុះហត្ថលេខានៅថ្ងៃអាទិត្យហ្នឹងនៅថ្ងៃហ្នឹងក៏ប៉ុន្តែមន្ត្រីអ៊ីរ៉ង់ថាចិត្តសម្រេចបានហើយក៏ប៉ុន្តែថ្ងៃអាទិត្យហ្នឹងប្រហែលជាចុះមិនបានទេអីចឹងបាទហើយការវាយប្រហាររបស់អ៊ីស្រាអែលនេះគឺវាយប្រហារទៅលើសង្កាត់មួយគេថាដាហ៊ីយ៉ាបាទនៅក្នុងទីក្រុងបេរុតបាទដែលជាកន្លែងដែលក្រុមហេសបូឡាស្នាក់នៅបាទជាមូលដ្ឋានរបស់ក្រុមហេសបូឡាហើយក្រុមនេះគឺគ្រប់គ្រងដោយអ៊ីរ៉ង់បាទនេះគឺជារឿងមួយដែលធ្វើឲ្យមានការខឹងសម្បាផងដែរពីអ៊ីរ៉ង់ណាបាទពីព្រោះអីគឺអ៊ីស្រាអែលវានឹងវាចំ
កន្លែងដែល Hezbollah គ្រប់គ្រងតែម្ដងហើយតាំងពីព្រឹកព្រលឹមថ្ងៃអាទិត្យមកគឺអ៊ីស្រាអែលបានចោទប្រកាន់ ចោទប្រកាន់ថាក្រុមនោះគឺបានរំលោភបទច្បាញ់គ្នាដោយបានបាញ់ប្រហារជាច្រើនដងមកទីតាំងរបស់ប្រទេសអ៊ីស្រាអែលនៅតំបន់ភាគខាងជើងប្រទេសអ៊ីស្រាអែលហើយបានព្រមានទៅដល់ប្រជាពលរដ្ឋរបស់ខ្លួនឲ្យនៅទីនោះនៅក្នុងទីក្រុងប្រមាណជាជិត30ឯណោះបាទហើយនឹងក្រុងនឹង30ក្រុងហើយនឹងភូមិជាប្រមាណជា30ប៉ុណ្ណោះដែលអ៊ីស្រាអែលបានព្រមានថាត្រូវតែបាទជំលះចេញបើមិនចឹងទេគឺអ៊ីស្រាអែលនឹងវាយប្រហារបាទដូច្នេះនេះជាការវាយតបមួយបន្ថែមទៀតរីឯក្រុម Hezbollah វិញបានអះអាងបាទថាពួកគេពិតជាបានវាយប្រហារមែនក៏ប៉ុន្តែគឺវាយប្រហារទៅលើទីតាំងយោធារបស់អ៊ីស្រាអែលតែប៉ុណ្ណោះទេគឺវាយប្រហារនៅ នៅតំបន់ភាគខាងត្បូងនៃប្រទេសលីបង់បាននៅថ្ងៃអាទិត្យនេះក៏ប៉ុន្តែខ្លួនមិនបានឆ្លើយតបទៅវិញចំពោះការចោទប្រកាន់របស់អ៊ីស្រាអែលដែលថាគឺក្រុម Hezbollah នោះបានវាយប្រហារចូលទៅក្នុងទឹកដីរបស់អ៊ីស្រាអែលនោះទេបាទអញ្ចឹងដូច្នេះនេះគឺជារឿងមួយដែលធ្វើឲ្យមានការស្មុគស្មាញបន្ថែមទៀតណាដោយដែលប្រិមត្តបានដឹងហើយគឺលោកប្រធានាធិបតី Donald Trump ចង់បានសន្តិភាពបានឆាប់នៅថ្ងៃអាទិត្យនេះដូច្នេះលោកបានអំពាវនាវណាបានអំពាវនាវកុំឲ្យមានការបង្កើនកម្ដៅបន្ថែមទៀតលោកបានបញ្ជាក់នៅក្នុងបណ្ដាញសង្គមរបស់លោកថាកុំឲ្យមានការបង្កើនកម្ដៅវាយប្រហារគ្នាបន្ថែមទៀតហើយខាងអ៊ីស្រាអែលណាសំទោសខាងអ៊ីរ៉ង់នោះបាទគឺក៏មិនទាន់មានអ្វីឆ្លើយតបមកវិញប្រតិកម្មយ៉ាងណាដែរចំពោះការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសលីបង់នេះបាទព័ត៌មានទី3ជាព័ត៌មានចុងក្រោយ ជាព័ត៌មានចុងក្រោយនេះគឺជាការវិវត្តនៅក្នុងប្រទេសអ៊ុយក្រែនហើយនិងរុស្ស៊ីបាទបើតាមសេចក្តីរាយការណ៍នេះបានឲ្យដឹងថា drone មួយរបស់អ៊ុយក្រែននោះបានវាយប្រហារដោយបានសម្លាប់មនុស្សអស់ចំនួន1នាក់នៅក្នុងតំបន់អូរីយ៉ូលរបស់រុស្ស៊ីណាដែលនៅក្នុងប្រទេសជ្រៅក្នុងប្រទេសរុស្ស៊ីតែម្ដងនេះបើតាមមន្ត្រីថ្នាក់តំបន់បានរាយការណ៍នៅថ្ងៃអាទិត្យនេះបាទហើយនៅក្នុងការវាយប្រហារដោយឡែកមួយទៀតបាទគឺខាងអ៊ុយក្រែននោះបានវាយប្រហារចំឃ្លាំងសាំងបាទឃ្លាំងសាំងរបស់រុស្ស៊ីផងដែរដែលចូលជ្រៅទៅក្នុងទឹកដីរបស់រុស្ស៊ីតែម្ដងបាទអភិបាលតំបន់អូរីយ៉ូលបាននិយាយថាគឺមានមនុស្សម្នាក់ត្រូវបានសម្លាប់ហើយនឹងអគារលំនៅឋានគឺត្រូវបានបំផ្លាញផងដែរហើយមានមនុស្សចំនួន9នាក់ទៀតបាទបានរងរបួសក្នុងការវាយប្រហាររបស់អ៊ុយក្រែននេះហើយអាជ្ញាធររបស់រុស្ស៊ីនៅក្នុងតំបន់យ៉ារ៉ូស្លាវក៏បាននិយាយថាមានការវាយប្រហារទៅលើឃ្លាំងសាំងរបស់ខាងរុស្ស៊ីផងដែរហើយតំបន់នោះគឺមាននៅចម្ងាយ700គីឡូម៉ែត្រឯណោះពីតំបន់ព្រំដែនបាទលោក Zelensky បានបញ្ជាក់ថាការវាយប្រហាររបស់រុស្ស៊ីរបស់អ៊ុយក្រែននេះគឺដើម្បីកាត់ផ្ដាច់នៅខ្សែសង្វាក់ផ្គត់ផ្គង់ប្រេងហើយនឹងកន្លែងចម្រាញ់ប្រេងរបស់ទាហានរបស់រុស្ស៊ីដែលផ្គត់ផ្គង់មកឲ្យកងទ័ពរបស់ខ្លួនដើម្បីចូលធ្វើការឈ្លានពានប្រទេសអ៊ុយក្រែនបាទនេះគឺជាព័ត៌មានពីប្រទេសអ៊ុយក្រែនណាចឹងសូមជូនព័ត៌មានប៉ុណ្ណឹងសូមអរគុណប្រិយមិត្តច្រើនណាបាទដែលបានចូលមកទទួលយកការចែករំលែកព័ត៌មានរបស់ខ្ញុំបើទោះបីជាយប់ជ្រៅណាស់ទៅហើយនៅសម្រាប់អ្នកនៅកម្ពុជាបាទចឹងសូមអរគុណ